នេះជាសម្លេងសូត្រមន្តរបស់ព្រះសង្ឃនៅពេលកំពុងហែក្បួនចេញពីសួនច្បារវត្តភ្នំឆ្ពោះទៅកាន់ព្រះបរមរាជវាំងការហែក្បួននេះមានការចូលរួមពីអ្នកភូមិបង្កក់សមាគមអ្នករត់ម៉ូតូកង់3ប្រជាពលរដ្ឋដែលនៅរាជធានីភ្នំពេញផ្សេងទៀតប្រមាណជាង300នាក់និងព្រះសង្ឃចំនួន35អង្គការហែក្បួននេះអ្នកចូលរួមទាំងអស់ក្នុងដៃពួកគាត់កាន់ផ្កាឈូកនិងកាន់ទង់ជាតិព្រះរាជាណាចក្រកម្ពុជាគ្រប់គ្នាដើម្បីចង់បង្ហាញការសុំសន្តិភាពការហែក្បួនរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញបានធ្វើឡើងចំពេលដែលសមាគមនានានៅលើពិភពលោកបានប្រារព្ធពិធីទិវាសន្តិភាពពិភពលោកហើយនៅល្ងាចនេះក៏មានការធ្វើការហែក្បួនដើម្បីសន្តិភាពផងដែរការហែក្បួននេះបានមកដល់ត្រឹមកែងផ្លូវព្រះស៊ីសុវត្ថិឆ្លងកាត់វាមេនប៉ុន្តែបានមកដល់ចំណុចផ្លូវវាមេននេះត្រូវបានក្រុមសមត្ថកិច្ចដាក់របាំងលបិទដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ហើយអ្នកហែក្បួនមិនអាចរុលទៅមុខបានទៀតឡើយដែលសំដៅទៅខាងមុខព្រះបរមរាជវាំងអ្នកហែក្បួននៅជួរខាងមុខគេបានកាន់បដាធំដោយបានសរសេរថាយើងត្រូវការរដ្ឋាភិបាលដែលស្រឡាញ់ប្រជាពលរដ្ឋនិងមិនបណ្ដេញប្រជាពលរដ្ឋដោយបង្ខំក្នុងចំណោមអ្នកហែក្បួនដើម្បីសុំសន្តិភាពលោកវ៉ាន់ពៅប្រធានសហគមន៍អ្នករត់ម៉ូតូកង់3បានថ្លែងទៅសាធារណជនថាប្រជាពលរដ្ឋទាំងអស់ចង់បាននូវសេចក្តីសុខនិងសុខសុវត្ថិភាពហើយបានអំពាវនាវឲ្យព្រះមហាក្សត្រពន្យាពេលនៅការប្រជុំសភាដើម្បីដោះស្រាយបញ្ហាឲ្យបានរួចរាល់ជាមុនសិនទៅអង្គព្រះមហាក្សត្រដែលជាមនុស្សដ៏ត្រជាក់របស់កូនចៅសូមព្រះអង្គស្វែងយល់នៅព្រះរាជតម្រៃដ៏ខ្ពង់ខ្ពស់ដើម្បីដោះស្រាយនូវសន្តិភាពសម្រាប់កូនចៅទាំងអស់គ្នាថ្ងៃនេះដែរសូមអំពាវនាវផ្ញើសារទៅព្រះមហាក្សត្រសូមព្រះអង្គបញ្ឈប់ជាមិនទាន់នៃការអញ្ជើញគណៈបកទាំងឡាយដែលចូលប្រជុំសភានៅថ្ងៃទី23នេះពីព្រោះយើងទាំងអស់គ្នាបានមើលឃើញថាគណៈបកទាំងពីរមិនទាន់ចូលចាមិនទាន់ត្រូវរើមិនទាន់ស្រស់ស្រួលការប្រជុំសភាគឺមិនអាចធ្វើទៅបាននោះទេយើងដឹងហើយថាប្រទេសយើងមិនទាន់មានសន្តិភាពនៅឡើយទេបាទបើមានសន្តិភាពម្ល៉េះមិនមានកងកម្លាំងប្រដាប់អាវុធព័ទ្ធវាំងយ៉ាងនេះមែនទេណាមោតាសាវិយតោអរហតោសម្មាសម្មាតាសម្ភាជវតោសម្ភានថាសម្មាតាសម្ភាជវតោសម្ភានថាសម្មាក្រោយពីលោកវ៉ាន់ពៅបញ្ចប់សេចក្តីថ្លែងការណ៍នេះព្រះសង្ឃចំនួន35អង្គបានសូត្រធម៌ប្រោះព្រំទៅកាន់កងកម្លាំងប្រដាប់អាវុធឲ្យប្រកាន់យកនៅធម៌អហិង្សាកុំឲ្យប្រើកម្លាំងចំពោះប្រជាពលរដ្ឋដោយសាហាវដោយថ្ងៃទី15ដែលមានការសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់មួយរូបនៅលើស្ពានក្បាលខ្នល់បដាចានរតាមគួនព្រានិសាទសាសព្ពេពរតុមាយតិសាយសាតយសកៃអន្តសាពពរតុមាយអនុតិសាយសាតយសកៃអន្តសាពអ្នកស្រីទេវនីប្រធានសហគមន៍បង្កក់បានប្រាប់សារព័ត៌មានថាការហែក្បួននេះភាគច្រើនជាអ្នករងគ្រោះដោយសារដីធ្លីព្រោះប្រជាពលរដ្ឋទាំងនេះចង់បានភាពអហិង្សាពីកងកម្លាំងប្រដាប់អាវុធអ្នកស្រីបានបន្តទៀតថាគោលបំណងធំនៃការហែក្បួននេះផងដែរគឺចង់ឲ្យព្រះមហាក្សត្រពន្យាពេលការប្រជុំសភានៅថ្ងៃទី23ខែកញ្ញាខាងមុខនេះទាំងអស់គ្នាសូមអំពាវនាវសូមឲ្យព្រះមហាក្សត្រកុំបន្តយកទឹកក្បិតក្តៅយកម្ចាស់លើប្រជាពលរដ្ឋឲ្យកាន់តែឈឺចាប់រោរាលដាលពេញខ្លួននិងពេញបេះដូងបន្តទៅទៀតហើយយើងទាំងអស់គ្នាចង់បាននៅការប្រជុំសម័យសភាចាក្នុងអាណត្តិនេះដោយមានការឯកភាពរវាងគណៈបកទាំងពីរជាពិសេសគឺគោរពទៅតាមឆន្ទៈរបស់រាស្ត្រដោយសារតែកន្លងមកនេះប្រជាពលរដ្ឋទូទាំងប្រទេសគឺគាត់បានធ្វើការតស៊ូមតិអស់រយៈពេល3ថ្ងៃហើយដោយអហិង្សាដោយសន្តិវិធីដើម្បីទាមទារឲ្យមានការកែពិនិត្យឡើងវិញនៅការបោះឆ្នោតនៅក្នុងអាណត្តិនេះដែលមិនមានដំណាភាពនិងយុត្តិធម៌អញ្ចឹងការប្រជុំសភានៅថ្ងៃទី23នេះគឺប្រជាប្រដ្ឋទាំងអស់គ្នាយើងទាំងអស់គ្នាមិនសប្បាយចិត្តហើយយើងទាំងអស់គ្នាកាត់ទុកមិនសុខចិត្តឡើយចា៎តែទៅនឹងរឿងនេះលោកអំសំអាតដែលបានចូលរួមមកសង្កេតការណ៍ក្នុងការហែក្បួននេះបាននិយាយថាការហែក្បួនដើម្បីសន្តិភាពនេះគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋទូទៅ
និងកងកម្លាំងប្រដាប់បុតទាំងអស់ឲ្យមានការអត់ធ្មត់និងប្រកាន់យកភាពអហិង្សាជាមួយគ្នាធ្វើយ៉ាងណាកុំឲ្យផ្ទុះហិង្សាឲ្យសោះធ្វើយ៉ាងណាឲ្យមានសន្តិភាពកុំឲ្យមានអំពើហិង្សាកើតឡើងនឹងហើយការដល់ខែក្បួនដើម្បីសន្តិភាពហើយយើងធ្វើការរៀបរៀងយើងធ្វើការអីទៅវាប៉ះពាល់ទៅដល់សិទ្ធិសេរីភាពនៅក្នុងការដើរហើររបស់ប្រជាពលរដ្ឋការជួបជុំនិងការមានជំនឿទៅលើសាសនារបស់ប្រជាពលរដ្ឋចូលចាំចាំថាតាមពុំតើបដាបញ្ជាក់ប្រាប់ថាពូជខ្មែរកាសូមជម្រាបថាអ្នកហែក្បួនបានច្រៀងចម្រៀងមួយបទដើម្បីថ្វាយជូនព្រះមហាក្សត្រដែលកំពុងគង់ប្រថាប់ក្នុងព្រះបរមរាជវាំងបទចម្រៀងនេះមានអត្ថន័យចង់បង្ហាញអំពីភាពរុងរឿងពីអតីតកាលនិងថ្វាយព្រះពរព្រះអង្គជាមួយនឹងការទទូចស្នើសុំកុំឲ្យព្រះអង្គយាងទៅបើកសម័យប្រជុំសភាដំបងនីតិកាលទី5នៅថ្ងៃទី23ខែកញ្ញាឆ្នាំ2013ព្រោះពួកគេយល់ថាការបើកអង្គប្រជុំនេះមិនធ្វើឲ្យប្រទេសជាតិមានសន្តិភាពឡើយព្រោះគណៈបកប្រឆាំងបានសម្រេចធ្វើពហិការមិនចូលរួមប្រជុំសភានេះដោយសារតែការរកយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោតនៅមិនទាន់រួចរាល់នៅឡើយខ្ញុំបាទគុយឡងនេះវិទ្យុ CMN រាយការណ៍ពីទីក្រុងភ្នំពេញ